ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពានមកលើគោលដៅភូមិឋានស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធធស៊ីវិលដើម្បីសម្លាប់មនុស្សសម្លាប់ភូមិសាស្ត្រនិងជាអន្តៈវិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះនេះជាការលើកឡើងរបស់លោកហេងរតនាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាប៉ុន CMAC បើតាមលោកហេងរតនាបានឲ្យដឹងថាកងកម្លាំង CMAC កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជាចំការដំឡូងដែលត្រូវប្រមូលផលនេះជាដើមអគ្គនាយក CMAC បានបញ្ជាក់ថារួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភ័ណ្ឌសង្គ្រាមនិងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឲ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់សម្ដេចហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជា